រាយជីវិតមានន័យវិជ្ជមានជីក្បាលបីជាមឹងកាន់តែកក្នុងការដាំដុះស្រូវតើដើមស្រូវត្រូវការប៉ូតាស្យូមប្រមាណទៅត្រូវដាក់ជីប៉ូតាស្យូមប្រមាណទៅសមល្មមខ្លឹមសារជាក់ស្ដែងនឹងត្រូវបានសាស្ត្រាចារ្យបណ្ឌិតងឿបាវែណែនាំលម្អិតជម្រាបសួរបងប្អូនប្រជាកសិករនិងទស្សនិកជនដែលកំពុងទស្សនាកម្មវិធីខ្ញុំនឹងផ្ដល់ជូនបងប្អូននៅព័ត៌មានដើម្បីឲ្យបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯងថាតើចាំបាច់ត្រូវដាក់ជីប៉ូតាស្យូមប្រមាណឲ្យសមល្មមសម្រាប់ការដាំដុះស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គបងប្អូនក៏ដឹងហើយថាគោលដៅចម្បងនៃការដាក់ជីឲ្យដំណាំផង់ទាំងពួងនិយាយរួមឬដំណាំស្រូវនិយាយដោយឡែកគឺមិនត្រឹមតែជួយបន្ថែមសារធាតុចិញ្ចឹមឲ្យដំណាំរបស់យើងប៉ុណ្ណោះទេតែទង្វើនេះក៏ជាសំណងនៅសារធាតុចិញ្ចឹមដែលដំណាំបានស្រូបយកជីវជាតិនៅក្នុងដីក្នុងដំណើរការលូតលាស់ហើយធានាឲ្យការដាំដុះរបស់យើងបានប្រព្រឹត្តទៅជានិរន្តរភាពក្នុងលក្ខណៈដីមិនត្រូវខូចរិចរិលអាស្រ័យហេតុនេះដើម្បីឆ្លើយនឹងសំណួរដែលថាតើត្រូវដាក់ជីប៉ូតាស្យូមប្រមាណឲ្យសមល្មមក្នុងការដាំដុះស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គជាបឋមគឺយើងត្រូវដឹងថាដើមស្រូវបានស្រូបយកសារធាតុប៉ូតាស្យូមធម្មជាតិអស់ប្រមាណគីឡូក្រាមពីដីការយល់ដឹងថាដើមស្រូវបានស្រូបយកអស់សារធាតុប៉ូតាស្យូមធម្មជាតិប្រមាណពីដីទើបយើងនឹងដឹងថាចាំបាច់ត្រូវសងបំពេញទៅវិញដើម្បីធានាកុំឲ្យដីត្រូវខូចរិចរិលជាបន្តទៅនេះខ្ញុំនឹងផ្ដល់ជូនបងប្អូននៅព័ត៌មាននេះជាដំបូងតើដើមស្រូវត្រូវការប៉ូតាស្យូមចំនួនប៉ុន្មានដើម្បីទទួលបានទិន្នផលស្រូវប្រហែល6តោនដែលថា6តោននេះគឺជាស្រូវស្ងួតដែលមានសំណើមប្រហែល 13% ដើមស្រូវត្រូវការស្រូបយកបរិមាណសារធាតុប៉ូតាស្យូមប្រហែល120គីឡូក្រាមក្នុង1ហិកតាហើយបរិមាណប៉ូតាស្យូមដែលដើមស្រូវស្រូបយកគឺប្រមូលផ្ដុំនៅក្នុងចំបើងឯនៅក្នុងគ្រាប់ស្រូវវិញមានបរិមាណប៉ូតាស្យូមតិចតួចណាស់គឺត្រឹមតែ1/6ប៉ុណ្ណោះពោលគឺក្នុងប៉ូតាស្យូម120គីឡូក្រាមមានតែ20គីឡូក្រាមប៉ូតាស្យូមប៉ុណ្ណោះដែលកំណរនៅក្នុងគ្រាប់ស្រូវយើងយល់យ៉ាងនេះគឺដើម្បីគណនាថាតើតម្រូវការប៉ូតាស្យូមប្រមាណទើបសមល្មមពេលដែលដាក់ជីឲ្យដំណាំស្រូវដោយសារតម្រូវការដែលដំណាំស្រូវត្រូវការស្រូបយកប៉ូតាស្យូម120គីឡូក្រាមលើ1ហិកតាអញ្ចឹងយើងលើកសំណួរថាតើដីនៅតំបន់សណ្ដទន្លេមេគង្គអាចផ្គត់ផ្គង់ប៉ូតាស្យូមធម្មជាតិបានចំនួនប្រមាណសម្រាប់ដើមស្រូវក្នុង1ហិកតាយោងតាមលទ្ធផលវិភាគក្នុងកម្មវិធីដាំដុះឆ្លាតវៃសម្របទៅតាមលក្ខណៈបម្រែបម្រួលនៃអាកាសធាតុដែលជាកម្មវិធីសហការរវាងមជ្ឈមណ្ឌលជាតិជំរុញកសិកម្មនិងក្រុមហ៊ុនភាគហ៊ុនជីប៊ិនឌៀនបង្ហាញឲ្យឃើញថាដីនៅតំបន់សណ្ដទន្លេមេគង្គសម្បូរទៅដោយប៉ូតាស្យូមមានន័យថាបរិមាណប៉ូតាស្យូមសរុបនៅក្នុងដីសណ្ដទន្លេមេគង្គនៅផ្ទៃដីពីទឹកមុខខាងលើប៉ុណ្ណោះវាអាចចំណុះបានចំនួន40តោនប៉ូតាស្យូមធម្មជាតិក្នុង1ហិកតានេះគឺជាប៉ូតាស្យូមសរុបមានន័យថាវាមិនទាន់មានប្រសិទ្ធភាពជាប្រយោជន៍នៅឡើយឯប៉ូតាស្យូមដែលមានប្រសិទ្ធភាពជាប្រយោជន៍អាចប្រើប្រាស់បាននៅក្នុងដីគឺមានត្រឹមតែ1%គឺប្រហែលត្រឹមតែ400គីឡូក្រាមអូស៊ីតប៉ូតាស្យូមប៉ុណ្ណោះលើ1ហិកតានេះជាលទ្ធផលនៃការវិភាគនាពេលថ្មីក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះប្រការនេះសបញ្ជាក់ឲ្យឃើញថាដីនៅសណ្ដទន្លេមេគង្គមានបរិមាណប៉ូតាស្យូមសម្បូរណាស់ពោលគឺអស់រយៈពេលដាំដុះច្រើនឆ្នាំកន្លងមកបរិមាណប៉ូតាស្យូមនៅក្នុងដីនៅមានច្រើនណាស់ព័ត៌មាននេះបង្ហាញឲ្យយើងដឹងថាដើមស្រូវបានស្រូបយកប៉ូតាស្យូមអស់ប្រមាណពីដីហើយដីបានផ្គត់ផ្គង់សារធាតុប៉ូតាស្យូមធម្មជាតិបានចំនួនប្រមាណឲ្យដំណាំស្រូវប្រៀបធៀបរវាងតម្រូវការដែលដំណាំស្រូវត្រូវការស្រូបយក120គីឡូក្រាមប៉ូតាស្យូមក្នុង1ហិកតាហើយប៉ូតាស្យូមធម្មជាតិមានប្រសិទ្ធភាពជាប្រយោជន៍ដែលដីអាចផ្គត់ផ្គង់បានដល់ទៅ400គីឡូក្រាមនោះឃើញថាដំណាំស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គមិនចាំបាច់ដាក់ជីប៉ូតាស្យូមនោះទេព្រោះថាប៉ូតាស្យូមធម្មជាតិមានច្រើនលើសទៅហើយពោលគឺដើមស្រូវត្រូវការតែ120គីឡូក្រាមប៉ុណ្ណោះតែដីអាចផ្គត់ផ្គង់បានដល់ទៅ400គីឡូក្រាមឯណោះ
ប្រការនេះស្របទៅនឹងលទ្ធផលនៃការសាក់លបងនៅច្រើនវាលស្រែនៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងរយៈពេលកន្លងទៅនេះមានការពិសោធន៍ជាច្រើនបង្ហាញឲ្យឃើញថាដាក់ជីប៉ូតាស្យូមឲ្យដំណាំស្រូវមិនធ្វើឲ្យទិន្នផលកើនថែមបានដូច្នេះវាច្បាស់ហើយថាដីខ្លួនឯងផ្គត់ផ្គង់គ្រប់ប៉ូតាស្យូមឲ្យដំណាំហើយស្រេចប៉ុន្តែដោយដែលខ្ញុំបានរៀបរាប់ខាងលើបរិមាណប៉ូតាស្យូមដែលស្រូបបញ្ចូលទៅក្នុងគ្រាប់ត្រូវការប្រហែលតែ20ទៅ30គីឡូក្រាមលើ1ហិកតាដែលស្មើនឹង1/6នៃបរិមាណប៉ូតាស្យូមដែលដើមស្រូវស្រូបយកពីដីហើយគ្រាប់ស្រូវដែលបងប្អូនប្រមូលផលបាននឹងត្រូវលក់ចេញទៅក្រៅនោះមានន័យថាយើងដកយកប៉ូតាស្យូមចេញពីស្រែអស់ប្រហែល20គីឡូក្រាមក្នុង1ហិកតាម្ល៉េះហើយបើយើងចង់ដាំដុះស្រូវជាប្រក្រតីដោយនិរន្តរភាពយើងត្រូវដាក់ជីប៉ូតាស្យូមសងទៅដីស្រែតំបន់សណ្ដទន្លេមេគង្គវិញពី20ទៅ30គីឡូក្រាមអូស៊ីតប៉ូតាស្យូមក្នុង1ហិកតាតាមពិតទៅក្នុងដំណាក់កាលបច្ចុប្បន្នបរិមាណប៉ូតាស្យូមធម្មជាតិដែលដីអាចផ្គត់ផ្គង់បានគឺលើសតម្រូវការនៃដំណាំស្រូវទៅហើយប៉ុន្តែប្រសិនបើរដូវកាលនីមួយៗដំណាំស្រូវស្រូបយកជាបន្តបន្ទាប់នៅប៉ូតាស្យូមធម្មជាតិចេញពីដីហើយយើងមិនសងបំពេញសារធាតុប៉ូតាស្យូមទៅឲ្យដីវិញនោះដល់ពេលណាមួយនឹងបង្កឲ្យដីត្រូវខូចរិចរិលតាមរយៈលទ្ធផលនៃការវិភាគយើងខ្ញុំបានធ្វើការពិសោធន៍កម្មវិធីដាំដុះនៅវិទ្យាឋានស្រាវជ្រាវដំណាំស្រូវអន្តរជាតិហើយឃើញថានៅតំបន់ដាំដុះស្រូវ3រដូវទោះបីក៏ដាក់ជីប៉ូតាស្យូមមិនបង្កើនបានទិន្នផលក៏ដោយតែសារធាតុប៉ូតាស្យូមនេះបានជ្រាបចូលទៅក្នុងដីមានន័យថាដីបានផ្ទុកសារធាតុប៉ូតាស្យូមដើម្បីបំពេញនៅបរិមាណប៉ូតាស្យូមដែលបាត់បង់ទៅដោយសារបំពន់ឲ្យគ្រាប់ស្រូវហើយម្យ៉ាងទៀតពេលដែលបងប្អូនដុតចំបើងឬប្រមូលចំបើងទៅលក់ចេញពីវាលស្រែនោះមានន័យថាយើងបានដកយកប៉ូតាស្យូមចេញពីស្រែអស់មួយចំនួនធំដុតចំបើងគឺដុតលុយព្រោះវាលស្រែដែលផ្ដល់ទិន្នផល6តោនក្នុង1ហិកតានោះបរិមាណប៉ូតាស្យូមក្នុងចំបើងគឺជាង3បាវសារធាតុប៉ូតាស្យូមអាស្រ័យហេតុនេះនៅពេលដែលបងប្អូនដុតចំបើងគឺបានធ្វើឲ្យបាត់បង់នៅបរិមាណប៉ូតាស្យូមយ៉ាងច្រើនហើយបើប្រមូលចំបើងយកទៅលក់គឺយើងបាននាំយកប៉ូតាស្យូមអស់ចេញពីដីស្រែរបស់យើងដូច្នេះបងប្អូនចាំបាច់ត្រូវដាក់ជីប៉ូតាស្យូមដើម្បីបំពេញសងទៅឲ្យដីវិញក៏ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្នតម្លៃជីកើនឡើងខ្ពស់ហើយបងប្អូនជួបការលំបាកពីបញ្ហាលុយកាក់សម្រាប់ទិញជីនោះយើងទទួលយកការប្រើប្រាស់សារធាតុប៉ូតាស្យូមធម្មជាតិនៅក្នុងដីដោយមិនចាំបាច់ដាក់ជីប៉ូតាស្យូមបន្ថែមប៉ុន្តែជាយូរអង្វែងយើងនៅតែត្រូវសងបំពេញសារធាតុប៉ូតាស្យូមទៅឲ្យដីវិញយើងខ្ញុំមានកំណត់សម្គាល់មួយចំនួនគួរចាប់អារម្មណ៍ក្នុងការប្រើប្រាស់ជីប៉ូតាស្យូមបងប្អូនគួរដឹងថាក្នុងការដាំដុះស្រូវបើបងប្អូនដាក់ជីច្រើនលើសពេកនៅអាសូតកាល់ស្យូមនិងម៉ាញ៉េស្យូមនោះបងប្អូនចាំបាច់ត្រូវដាក់កើនបន្ថែមនៅជីប៉ូតាស្យូមហេតុអ្វីទៅបានជាយើងចាំបាច់ត្រូវដាក់កើនបន្ថែមនៅជីប៉ូតាស្យូមខណៈដែលវាលស្រែរបស់យើងមានប៉ូតាស្យូមធម្មជាតិគ្រប់គ្រាន់ទៅហើយព្រោះដើម្បីឲ្យតុល្យភាពនឹងការលើសនៃសារធាតុផ្សេងៗដែលយើងបានដាក់ទៅក្នុងវាលស្រែអំពើនេះនឹងបង្កើនចំណាយបងប្អូនឃើញថាការដាក់លើសច្រើនពេកនៅជីអាសូតកាល់ស្យូមនិងម៉ាញ៉េស្យូមបានបង្កើនចំណាយហើយឥឡូវនេះត្រូវដាក់ជីប៉ូតាស្យូមលើសបន្ថែមទៀតដើម្បីរក្សាតុល្យភាពជាមួយសារធាតុផ្សេងៗទៀតដែលធ្វើឲ្យចំណាយជាបន្តកាន់តែច្រើនឡើងដូច្នេះបងប្អូនត្រូវយកចិត្តទុកដាក់គុំដាក់ជីផងទាំងពួងលើសហួសកម្រិតទៅក្នុងដីស្រែហើយក្នុងការដាំដុះស្រូវគឺត្រូវរក្សាចំបើងឲ្យដីមិនគួរដុតចោលហើយក៏មិនគួរប្រមូលចំបើងយកទៅលក់ដែលបង្ខំឲ្យយើងត្រូវបំពេញសងមកវិញក៏ប៉ុន្តែពេលទុកចំបើងឲ្យនៅនឹងដីបងប្អូនគួរតែមើលវីដេអូឃ្លីបស្ដីអំពីការទប់ស្កាត់កាពុលសរីរាង្គព្រោះបើមិនដុតហើយក៏មិនប្រមូលចំបើងយកទៅលក់បែរជាកប់ចំបើងទៅក្នុងដីហើយសាបព្រោះភ្លាមៗវានឹងប្រកាសជាបង្កើតជាតិពុលសរីរាង្គនៅក្នុងដីនេះជាប្រការដែលបងប្អូនត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងដំណើរការដាំដុះសារធាតុប៉ូតាស្យូមធម្មជាតិនៅក្នុងដីស្ថិតនៅក្នុងទ្រូងទ្រាយជាប៉ូតាស្យូមសរុបដែលមានបរិមាណ40តោនក្នុង1ហិកតាប៉ុន្តែដើម្បីបំលែងវាទៅជាប៉ូតាស្យូមប្រសិទ្ធភាពមានប្រយោជន៍ប្រើប្រាស់
ដើម្បីឲ្យដើមស្រូវអាចស្រូបយកបានបងប្អូនត្រូវចងចាំទុកឲ្យដីមានពេលវេលារីងស្ងួតដែលហៅថាហាលដីប្រហែល3សប្តាហ៍បងប្អូនគួរទស្សនាវីដេអូឃ្លីបក្នុងកម្មវិធីនេះដែលស្ដីអំពីអត្ថប្រយោជន៍នៃការហាលសម្ងួតដីបន្ទាប់មកបងប្អូនត្រាំដីប្រហែល2សប្តាហ៍នោះបរិមាណសារធាតុប៉ូតាស្យូមធម្មជាតិមានប្រយោជន៍ប្រើប្រាស់បាននៅក្នុងដីនិងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ដំណាំស្រូវរបស់យើងសូមជូនពរឲ្យបងប្អូនទទួលបានជោគជ័យក្នុងការអនុវត្តរាល់បញ្ហាដែលយើងខ្ញុំទើបអធិប្បាយខាងលើសូមជម្រាបលាបងប្អូនដាក់ជីប៉ូតាស្យូមឲ្យដំណាំស្រូវប្រមាណទើបសន្លល្មមភាពជាក់ស្ដែងនៃការដាំដុះស្រូវនៅតំបន់ដីសណ្ដោទន្លេមេគង្គសម្រាប់ដំណាំស្រូវត្រូវការដាក់ជីត្រឹមតែ20ទៅ30គីឡូក្រាមនៃអូស៊ីតប៉ូតាស្យូមក្នុង1ហិកតាគឺគ្រប់នឹងបរិមាណនៃសារធាតុប៉ូតាស្យូមដែលគ្រាប់ស្រូវស្រូបយកចេញពីដីធ្វើឲ្យតុល្យភាពនៃសារធាតុចិញ្ចឹមនៃប៉ូតាស្យូមជាជំនួយឲ្យផលិតកម្មប្រកបដោយនិរន្តរភាពក៏ប៉ុន្តែគួរយកចិត្តទុកដាក់ក្នុងការដាំដុះស្រូវមិនត្រូវដាក់លើសហួសប្រមាណនៅជីអាសូតព្រោះដាក់ជីអាសូតលើសប្រមាណនឹងត្រូវបង្ខំដាក់ជីប៉ូតាស្យូមកើនបន្ថែមទៀតដើម្បីកុំឲ្យអតុល្យភាពជាមួយនឹងជីអាសូតគួរអនុវត្តប្រើនៅវិធីពន្លិចវាស្រែនិងហាលសម្ងួតដីឆ្លាស់គ្នាដើម្បីឲ្យដីរំដោះសារធាតុប៉ូតាស្យូមបានច្រើនហើយបង្កើតបានសារធាតុប៉ូតាស្យូមធម្មជាតិដែលមានប្រយោជន៍ប្រើប្រាស់បានសម្រាប់ដំណាំស្រូវទន្ទឹមនឹងនោះនៅចុងរដូវដាំដុះនីមួយៗយើងមិនគួរដុតចំបើងចោលហើយក៏មិនគួរប្រមូលយកទៅលក់តែត្រូវរក្សាចំបើងឲ្យនៅនឹងដីស្រែជាសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ